តោះមករៀនភាសាអង់គ្លេសជាមួយខ្ញុំក្នុងថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូខ្លីៗចំពោះអ្នកដែលចេះភាសាអង់គ្លេសតិចតួចទៅហើយបាទអញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងចាប់ផ្ដើមរៀនអំពីពាក្យ4ម៉ាត់ដែលជាចំណុចសំខាន់នៅក្នុងការចាប់ផ្ដើមរៀនភាសាអង់គ្លេសបាទអញ្ចឹងពាក្យទី1គេហៅថា alphabet អញ្ចឹងណាបើសិនជាវាច្រើនយើងថែម s ទៅណាអូខេដោយសារតែភាសាអង់គ្លេសវាមាន alphabet ចំនួន26អញ្ចឹង alphabet ហ្នឹងយើងមាន s យើងត្រូវបញ្ចេញខ្យល់តិចទៅ alphabets ហ្នឹងគឺមាន a មែនទេយើងមាន b យើងមាន c រហូតដល់ z ចឹងទៅបាទឬក៏អ្នកខ្លះអានថា z ចឹងទៅអូខេបាទអញ្ចឹងនេះគឺជាអក្សរធំ a b c អញ្ចឹងណាអក្សរតូចរបស់វាហ្នឹងគឺ a b c ចឹងទៅបាទខ្ញុំគិតថាគ្នាយើងដឹងពីចំណុចហ្នឹងអស់ហើយចំណែកពាក្យទី2ហ្នឹងគឺគេអានថា word អញ្ចឹងគឺបកប្រែថាពាក្យអូខេអញ្ចឹងបើសិនជាយើងយកអក្សរនីមួយៗហ្នឹង alphabets នីមួយៗហ្នឹងយកមកបូកចូលគ្នាមកវាអាចចេញទៅជាពាក្យទៅជា words បើសិនជាមានច្រើនយើងថែម s ទៅអានថា words អញ្ចឹងណាអូខេបាទអញ្ចឹងឧទាហរណ៍ពាក្យទី1គឺយើងយក l i ហើយនឹង k e បូកចូលគ្នាទៅវាទៅជា like អញ្ចឹងមិនមែន like ទេគឺ like អក្សរ k ហ្នឹងដូចជាអក្សរកខ្មែរយើងអញ្ចឹងគឺយើងអានថា like like អូខេបាទអញ្ចឹងណានៅពាក្យទី1ហើយពាក្យទី2នោះគឺមាន s មាន h មាន a r ហើយនឹង e យើងបូកចូលគ្នាទៅវាចេញជាពាក្យថា share បាទមិនមែន share ទេណាអានថា share អូខេបាទចំណែកពាក្យទី3ហ្នឹងគឺជាសព្វនាមប្រធានគេអានថា we បាទន័យថាពួកយើង we ពួកយើងអញ្ចឹងណាបាទអញ្ចឹងពាក្យមាន3ម៉ាត់អញ្ចឹងខ្ញុំថែម s ទៅគេអានថា words អូខេពាក្យណាដល់ពេល phrase វាផ្សំគ្នាពាក្យទាំងអស់ហ្នឹងផ្សំគ្នាឬក៏ពាក្យណាផ្សេងទៀតហ្នឹងផ្សំគ្នាទៅឲ្យបានច្រើនជាមួយម៉ាត់ទៅវាទៅជា phrase ទៅហើយពាក្យខ្មែរប្រហែលជាបកប្រែថា clear អញ្ចឹងណាអញ្ចឹងឧទាហរណ៍ជាពាក្យមួយគឺ at ហើយរួចមកយើងយកពាក្យមួយទៀតហ្នឹងគឺ home អញ្ចឹង at home អញ្ចឹង at ហ្នឹងនៅឯ home ផ្ទះនៅឯផ្ទះអញ្ចឹងណាអូខេបាទអញ្ចឹងហ្នឹង clear ទី1ដល់ពេល clear ទី2គឺយើងប្រើពាក្យថា on Monday អូខេបាទអញ្ចឹងគឺ on ហ្នឹងបើយើងនិយាយពីទីតាំងបានន័យថានៅលើប៉ុន្តែនៅពេលដែលយើងនិយាយជាមួយនឹងថ្ងៃដូចថ្ងៃច័ន្ទថ្ងៃអង្គារអញ្ចឹងគឺយើងបកប្រែថានៅទៅមែនទេ on Monday នៅថ្ងៃច័ន្ទឬក៏ near ថ្ងៃច័ន្ទអញ្ចឹងទៅបាទអញ្ចឹងដោយសារខ្ញុំមាន clear 2អញ្ចឹង phrase ហ្នឹងវាទៅជា phrases clear 2អញ្ចឹងណាវាច្រើនជាងមួយជាពហុវចនៈបាទអូខេដល់ពេលប្រយោគចំណុចចុងក្រោយហ្នឹងគឺជាប្រយោគគឺជា sentence ហ្នឹងគឺតើតើមានប្រធានមានកិរិយាសព្ទហើយពេលខ្លះហ្នឹងមានកម្មបទទៅទៀតអញ្ចឹងឧទាហរណ៍របស់ខ្ញុំគឺយើងប្រើពាក្យថា we like អញ្ចឹងwe like apples អូខេបាទអញ្ចឹងយើងមានប្រធានមានកិរិយាសព្ទហើយយើងមានកម្មបទប៉ុន្តែប្រយោគខ្លះហ្នឹងគឺអត់មានកម្មបទទេឧទាហរណ៍ដូចយើងប្រើពាក្យថា we play at home អូខេបាទអញ្ចឹងគឺប្រយោគទី2នេះมันមានកម្មបទទេអញ្ចឹងដោយសារខ្ញុំមានប្រយោគ2អញ្ចឹងខ្ញុំប្រើពាក្យថា sentences អូខេបាទអញ្ចឹងប្រយោគនីមួយៗហ្នឹងអ្វីដែលជាចំណុចសំខាន់ហ្នឹងគឺត្រូវមានកិរិយាសព្ទដាច់ខាតបានអាចខ្លាយទៅជាប្រយោគបានអញ្ចឹងណាអូខេបាទអញ្ចឹងបើសិនបើខ្ញុំគិតថាវីដេអូខ្លីនេះមានសារៈសំខាន់សូមជួយ like ហើយនិង share អរគុណបាទ